រដ្ឋផលនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី5ឆ្នាំ2013នោះគឺគណៈបកសង្គ្រោះជាតិទេគឺជាអ្នកឈ្នះគណៈបកប្រជាជនកម្ពុជាគឺលួចឆ្នោតយើងបងប្អូនឥឡូវយើងសួរថាតើគាត់លួចមិនលួចបើមិនលួចយើងសូមឆែកឡើងវិញសូមបង្កើតការបោះឆ្នោតត្រឹមត្រូវគាត់អត់ហ៊ានឲ្យយើងឆែកមានន័យថាយើងមិនបងប្អូនបើយើងគេសង្ស័យថាយើងរបស់គេហើយគេសុំឆែកមិនឲ្យឆែកយ៉ាងហ្នឹងយ៉ាងម៉េចបងប្អូនចូលមិនចូលបងប្អូនចូលមិនចូលឥឡូវយើងថាលើគាត់ថាឲ្យយើងឆែកទៅគេលើថាអត់ទៅឃើញចាញ់ខ្លាំងអាម៉ាស់មកយើងសុខចិត្តថារកមិនឲ្យឆែកយើងសូមបោះឆ្នោតឡើងវិញបើខ្លួនឯងប្រកបតែខ្លួនឯងឈ្នះខ្លួនឯងគាត់បោះឆ្នោតឡើងវិញមែនទេបងប្អូនអត់ហ៊ានមកឆ្នោតឡើងវិញមានន័យថាចាញ់អត់ហ៊ានឲ្យឆែកមានន័យថាលួចអត់ហ៊ានឲ្យយើងស៊ើបអង្កេតឆែកមានន័យថាចោលមែនទេបងប្អូនហើយបើអត់ហ៊ានមកឆ្នោតឡើងវិញមានន័យថាចាញ់អញ្ចឹងចោលបងចាញ់ត្រូវចោលចោលមិនចោលបងប្អូនចោលមិនចោលបងមិនចោលធ្វើចោលណាបងប្អូនណាអត់ធ្វើទេបងប្អូនពួកយើងចាប់បដិញ្ញាការពារឆន្ទៈប្រជាពលរដ្ឋគណៈបកប្រជាជនកម្ពុជាអស់ខុសដោយបងប្អូនមានប្រើកម្លាំងបាយទេបានប្រជាពលរដ្ឋធ្វើបាបប្រជាពលរដ្ឋឥឡូវនេះគណៈបកប្រជាជនកម្ពុជាជាពិសេសលោកហ៊ុនសែនអត់មានអីនិយាយរួចទេបាទសន្យាការពារប្រៃឈើឲ្យបានការពារបានសុខចិត្តកាត់កឥឡូវកាត់កដល់អត់ទេធ្វើនេះធ្វើឲ្យកអស់ណាកណាដែរអានឹងបងប្អូនបងប្អូនចឹងបងមនុស្សដល់ហើយបើមកគេលួចណាបងប្អូនណាប្រកាសខ្ញុំក្នុងនាមគណៈដឹកនាំគណៈបកសង្គ្រោះជាតិខ្ញុំសូមសន្យាជាមួយបងប្អូនថាយើងបដិញ្ញាដើម្បីយកអំណាចមកជូនប្រជារាស្ត្រខ្មែរបានទៀតអត់ទេ